កូនសិភៅវេទមន្តរបស់អាស៊ីបាល់អីយ៉ាអូយម៉ៅនេះធ្ងន់ដល់ហើយលោកអើយសម្រាប់បន្តិចសិនហើយអេឈប់សម្រាប់អីយ៉ាអូយហាអាយ៉ាសភៅស្អីគេហ្នឹងវិញអាយ៉ាសភៅវេទមន្តមួយដែលយើងអាចចង់ក្រងដោយផ្ទាល់ដៃសូមអញ្ជើញសរសេរលើกระดาษសភៅនេះចុះប្រើតាមប្រាថ្នាចង់បានអីបាននឹងដោយប្រាថ្នាសូមជម្រាបថាមួយសន្លឹកនេះសរសេរបានតែមួយមុខតែប៉ុណ្ណោះទេហើយបើអញ្ចឹងគិតសាររបស់មើលសិនណាសូមឲ្យមើលស្រាលអីយ៉ាស្រាលណាស់អស់ចាស្រាលមែននេះវេទមន្តមែនមើលទៅខ្វៃប្រុសនេះចរិតល្អដល់ដូច្នេះចាំបាច់ត្រូវតែជួយការងាររបស់គេទៅបានហើយក្រោយពីនិយាយហើយគ្រូសិលនោះក៏ប្រែកាឡាខ្លួនធ្វើជាឆ្កែតូចមួយហើយចាមកពីណាវិញវ័នផ្ទះទីដឹងអីស្អាតដល់ហើយវើយហាគួរស្រឡាញ់លោកស្រីអ្នកនាងកញ្ញាទាំងអស់សូមអញ្ជើញទិញស្ពៃរបស់ខ្ញុំស្ពៃរបស់ខ្ញុំគឺជាស្ពៃល្អលេខ1មើលតិចមើលវិញអីអាឡាអត់ណាយកស្ពៃហោះហើពីណាយកមកលក់អីចង់បោកប្រាញប្រាប់ឲ្យហើយក៏មកបោកតេអត់បានទេណាតោះយើងអូយសយដល់ហើយវិញឯងឃើញទេថ្ងៃលក់ស្ពៃមិនដាច់ទេព្រោះស្ពៃវាហោះរសាត់តាមខ្យល់សំជាសយមែនណាមកពីខ្ញុំគិតមិនឃើញហ្នឹងអូយពេលនេះខ្ញុំសរសេរអ្វីមួយទៀតហើយឲ្យឯងកំពុងតែធ្វើស្អីហ្នឹងតើឲ្យខ្ញុំសរសេរសិនណាអូយនឹកឃើញហើយណែគឺជាបណ្ដាំឯណាមិនអើយស្ងៀមមើលកំពុងតែសេនេះអូបណ្ដាំសាស្ត្រាចារ្យស៊ីប៉ាល់គាត់ផ្ដាំឲ្យទៅសេហ្នឹងមួយទំព័រម្ដងសុំតែមួយមុខម្ដងមិនពីរមុខម្ដងកើតទេអូយឯងឆ្កែឆ្លៀសវៃមែនតើវៃល្អណាគិតថាសុំឲ្យកបោបលុយរបស់ខ្ញុំពោពេញលុយដែរច្រើនសាកល្បងមើលចេញមកមើលសិនអូយលុយច្រើនណាស់លុយច្រើនណាស់តែប៉ុណ្ណឹងខ្លាចជាសេដ្ឋីហើយណាកូនឆ្កែតូចអើយយ៉ាងតែនៅផ្ទះពីរនាក់ណអូយស្អីចេះលុយរបស់ខ្ញុំមិនបានបែងខ្ទេចខ្ទីអស់ហើយធ្លាក់ទឹកអស់លីងទៅហើយលុយអើយលុយឥឡូវត្រូវតែសេមកសម្ព័ន្ធទៀតឲ្យទៅបានណាសំទូកគេទៅប្រមូលប្រាក់មកវិញហើយមិនកើតទេប្រាក់ទាំងនោះវាលេចទៅបាត់តលេអស់ទៅហើយឥឡូវនេះសុំម្ដងទៀតសរសេរសុំកើតជាត្រីដើម្បីទៅបាត់តលេនឹងយកលុយមកវិញឲ្យតតែអស់ខ្ញុំមិនមែនត្រីទេខ្ញុំអ្នកលក់ស្ពៃនៅផ្សារតែណាំខ្ញុំបានទេអីខ្ញុំអ្នកលក់ស្ពៃតាយ៉ាងរយយោជើងឯងចូលមកក្នុងសម្បែងយើងធ្វើអីឆំចេញពីទូរបស់យើងទៅអើយសួយបែរដំបងហើយហើយទៅសង្ឃឹមបានធំហើយសូមឲ្យមនុស្សដែលខ្លាចទៅជាត្រីនោះឲ្យទៅជាមនុស្សដូចដើមវិញមកហោះហាត់ដេកតែមកសលេបនេះហើយគ្រាន់មានកម្លាំងតិចឯងចុះឆ្កែទៅណាបាត់ហើយកូនឆ្កែទៅណាទៅហើយអាយអើយបាវនេះធ្ងន់ដល់ហើយមិញកំពុងតែយួរសັບអាក្រក់ផងហ្នឹងណាប៉ុន្តែខ្ញុំចង់បានកូនឆ្កែគ្រាន់តែទៅផ្សារបដើបាន2នាក់វាមិនអត់សុខទៅណាបាត់ទៅកូនឆ្កែហ្នឹងហីកូនចៅទាំងអស់គ្នាចាប់6ឲ្យវ៉ៃវ៉ាន់ទៅប្រយ័ត្នវាប៉ះភ្លៀងណាអើយធុញដល់រត់តែស្ដាប់អីម៉ាននេះប្រម៉ែប្រមូលលីវ៉ាន់ខ្ចប់ដាក់មកលឿនណាវិចយកខ្ចប់អស់នេះខ្ញុំមានលក្ខខណ្ឌមួយសូមកុំឲ្យប្រដាប់ប្រដាទាំងអស់វាធ្ងន់ដូចបាវមិញហ្នឹងណាមិនបាននេះខ្ជិលលីណាប្រាប់ហើយទៅអាកាស្តដឹងទេពេលនេះ
អារម្មណ៍ថាកំពុងតែមានអារម្មណ៍រឿងអីចង់និទានរឿងទៀតហើយ បើពួកឯងចូលចិត្តដូចនេះណាចាំឪនិទានឲ្យពួកឯងស្ដាប់ជារៀងរាល់ថ្ងៃទៅចុះបានទេ បើសិនជាខ្ញុំមិនអីទេខ្ញុំចង់ស្ដាប់រឿងឪនិទានរាល់ពេលវេលានឹងភ្លៀងធ្លាក់ឲ្យឪអើយ